អូខេឥឡូវនេះយើងធ្វើការចាប់ផ្ដើមនៃការតម្លើង Windows 10 Pro អញ្ចឹងបន្ទាប់ពីយើងបានboot ចេញពី media ណាមួយហើយអញ្ចឹងជាធម្មតាគឺនេះគឺជា page ដំបូងដែលវាសំដៅទៅឲ្យយើងរើសភាសាទៅលើការប្រើប្រាស់សម្រាប់ Windows 10 Pro ដែលយើងរៀបដំណើរអញ្ចឹងជាធម្មតាគឺនៅស្រុកខ្មែរយើងគ្មានអ្វីក្រៅពីភាសាអង់គ្លេសទេអញ្ចឹងយើងរើសយកភាសាអង់គ្លេសចំណែកចំណុចទាំង3នេះដូចបានបញ្ជាក់កន្លងមកអញ្ចឹងជាភាសាយើងរើសយកភាសាអង់គ្លេស United States ចំណែកឯ time ជាមួយនឹង current format អញ្ចឹងយើងតែរើសយក English United States ចំណែកឯ keyboard អញ្ចឹង keyboard អ្វីដែលយើងត្រូវជាមួយនឹង font ដែលយើងសូម្បីតែនៅលើ keyboard ក៏ដោយគឺមានតែ international ទេដែលត្រូវជាមួយនឹងយើងអញ្ចឹងយើង click អានឹងមកហើយយើងជ្រើសរើសភាសាវាអូខេគឺ United States International បន្ទាប់ពីយើងរើសkeyboard ឬ input method ហើយយើង select យក next អូខេបន្ទាប់ពី next ហើយយើង select បន្តទៀតគឺ install now ជាងការចាប់ដើមនឹងកំពុងតែដំណើរការហើយអូខេនៅក្នុងនេះដោយសារតែ media ដែលខ្ញុំ download មកនឹងគឺជា media ដែលវាមាន Windows 10 គ្រប់ version ទាំងអស់ជា home ជា team ជា enterprise ជា education ជា pro education ឧទាហរណ៍អញ្ចឹងទៅអញ្ចឹងនៅកន្លែងនេះយើងអត់បដោតទៅលើតាក់ទងជាមួយនឹង version ផ្សេងៗទេព្រោះ version ផ្សេងៗគេបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់បែបគ្នាប៉ុន្តែសម្រាប់ Office យើងជាទូទៅគឺយើងជ្រើសរើសយក Windows 10 Pro អញ្ចឹងយើង select យក Windows 10 Pro ហើយយើងចុច next ចង់បញ្ជាក់កន្លែងនេះមួយទៀតជាធម្មតាគឺ feature យើងប្រើតែពីរទេទី1 10 home ជាលក្ខណៈ home ហើយមួយទៀតជាលក្ខណៈ pro ជាកន្លែងនេះយើងឧទាហរណ៍យក Windows 10 Pro ដើម្បីធ្វើការដំណើរអូខេបន្ទាប់មកយើងអានេះតាក់ទងជាមួយនឹង license agreement អញ្ចឹងជាធម្មតាបើសិនជាយើងមើលវាមានវាចំណាយពេលយូរប៉ុន្តែជាធម្មតាបើយើងទៅឡើង Windows គឺគ្មានអ្វីដែលយើងត្រូវតែទទួលយកគ្រប់នៅលក្ខន្តិកៈទាំងអស់ទេអញ្ចឹងយើងគឺ accept បន្ទាប់មកយើងចុចបន្ទាប់គឺ next អូខេចំណុចកន្លែងនេះខ្ញុំចង់ highlight បន្តិចអញ្ចឹងវាមានតែពីរ option នៃការជ្រើសរើសទេតែយើងចង់តម្លើងរបៀបណាទី1គឺ upgrade សំដៅទៅលើយើង upgrade ទៅលើ Windows ដែលយើងមានស្រាប់យើងឧទាហរណ៍ថាឥឡូវនេះយើងតម្លើង Windows 10 Pro អញ្ចឹងយើងចង់ upgrade ពីណាពី version ទាបឧទាហរណ៍ដូចជា Windows 10 Windows 7 អញ្ចឹងទៅអញ្ចឹងយើងជ្រើសរើសយក upgrade ប៉ុន្តែជាធម្មតាបើសិនជាយើង upgrade វាអាចនឹងមានបញ្ហាបន្ទាប់ពីយើងតម្លើងឧទាហរណ៍ដូចជាកម្មវិធីខ្លះវាអត់ support នៅក្នុង2000សម្រាប់ 10 Pro ទេពេលដែលយើងតម្លើងនៅក្នុង Windows 7 អញ្ចឹងនៅពេលដែលយើង upgrade ទៅ Windows 10 ជាកម្មវិធីហ្នឹងគឺនឹងមិនដំណើរការមួយវិញទៀតវាអាចនឹងបញ្ហាទៅជាមួយនឹង profile ផ្សេងអញ្ចឹងជាធម្មតាupgrade វានឹងអាចប្រឈមតែបើសិនជាប្រិមិត្តអត់មានជំរឿនគឺអាច upgrade បានព្យាយាមប៉ុន្តែនៅកន្លែងនេះគឺយើងចង់សាកជាមួយនឹង customize អញ្ចឹង customize គឺជាលក្ខណៈមួយដែលយើងអាចទៅពេលដែលយើងreinstall Windows error reinstall Windows ឬក៏យើងចាប់ដើមតម្លើងថ្មីនៅលើកុំព្យូទ័រហ្នឹងអូខេបន្ទាប់ពីយើងជ្រើសរើសយក customer ហើយចំណុចកន្លែងនេះក៏ជាចំណុចសំខាន់ដែរគឺជាចំណុចគេហៅថាចែក partition អញ្ចឹងនៅកន្លែងនេះពេលដែលយើងតម្លើងមកយើងមានឃើញតែphysical drive តែមួយទេដោយសារតែនៅក្នុងកុំព្យូទ័រនេះវាមានតែមួយទេតែបើសិនជាកុំព្យូទ័រខ្លះវាមាន2-3 physical drive អញ្ចឹងយើងអាចជ្រើសរើសយកតាមជាក់ស្ដែងទៅប៉ុន្តែនៅកន្លែងនេះគឺយើងមានតែមួយទេអញ្ចឹងកន្លែងនេះវាមាន2បើសិនជាយើងចង់តម្លើងតែមួយ drive ទេយើងគ្រាន់តែចុច next ទៅ Windows វានឹងចាប់ដើមតម្លើងហើយបន្ទាប់ពីតម្លើងរួចរាល់ហើយយើងនឹងឃើញថា Windows កុំព្យូទ័ររបស់យើងមានតែមួយ drive ទេតែបើសិនជាក្នុងករណីយើងចង់បែកចែក
ជា 2 ឬក៏ 3 partition យើង select យកនិង select យកទៅលើdrive នេះទៅបន្ទាប់មកយើង select យក new អញ្ចឹង new វានឹងឲ្យយើងបើចែក partition អញ្ចឹងចែក partition គេគិតជា megabyte អញ្ចឹងកន្លែងនេះប្រិមិត្តអាចដាក់តាមតម្រូវការទៅតែនៅក្នុងនេះខ្ញុំឧទាហរណ៍ឲ្យតែយើងដាក់ 50% អញ្ចឹងគឺតែ1000 megabyte ទេអញ្ចឹងបន្ទាប់មកយើងចុចយក apply យើង click OK អញ្ចឹងទៅពេលនោះ system វានឹងបង្កើតឲ្យលោកអ្នកចេញជា drive 2 drive ទី1 drive ទី2វាគាត់តែជា default ដែលបាន generate ឡើងដោយ Windows បន្ទាប់ពីយើងចែក drive ទេតែអ្វីដែល drive សំខាន់គឺ drive ទី3នេះឃើញទេកន្លែងខាងនេះប្រភេទវាគឺជាប្រភេទ primary វាគឺជាទី1គេហៅថាទី1ឬក៏គេហៅថាជាអត្ថភាពអញ្ចឹងពេលណាយើងឃើញកន្លែងហ្នឹងហើយគឺជា drive មួយដែលយើងចាំបាច់ទៅឡើងទៅលើ Windows នៅលើ drive ហ្នឹងចំណែក drive បន្ទាប់យើងអាច assign វាទៅជា drive D drive data យើងអញ្ចឹងក្នុងការបង្ហាញនេះគឺចេតនារបស់ admin គឺធ្វើតែមួយ drive ទេអញ្ចឹងបើសិននៅក្នុងករណីអញ្ចឹងយើងអាចលុប drive វាទាំងអស់វិញមកអូខេយើងលុបម្ដងមួយអូខេអញ្ចឹងពេលដែលយើងលុបចប់ហើយវានឹងคล้ายទៅជាមួយ drive អញ្ចឹងកន្លែងនេះខ្ញុំអត់ធ្វើអីទេខ្ញុំចុចនេះអញ្ចឹងនៅកន្លែងនេះ Windows នឹងចាប់ដើមតម្លើងដោយខ្លួនឯងត្រង់ចំណុចនេះគឺ Windows ត្រូវការពេលវេលាជាធម្មតាអាចចន្លោះពី15នាទីរហូតដល់35នាទីឬទៅ40នាទីវាពឹងផ្អែកជាក់ស្ដែងទៅលើ spec របស់ device របស់ computer របស់ប្រិមិត្តមួយបើ spec បើសិនជា spec របស់ប្រិមិត្តមាន capacity ទៀតអញ្ចឹងវានឹងចំណាយពេលវេលាតែបើ spec របស់អ្នកទាំងអស់គ្នាជាប្រភេទ high expectation device របស់អ្នកទាំងអស់គ្នាវាជាប្រភេទ high expectation អញ្ចឹងការតម្លើងនៅកន្លែងនេះអាចនឹងស៊ីពេលលឿនចំណាយពេលលឿនអញ្ចឹងឥឡូវនេះយើងរងចាំបន្តិចបន្តមកចាំយើងនឹងបន្តទៀតអូខេយើងត្រឡប់មកវិញយើងបន្ទាប់ពី Windows បាន copy file ហើយតម្លើងនៅលក្ខខណ្ឌចក្រខ្លះ Windows ទៅលើ device របស់ប្រិមិត្តរួចហើយឥឡូវនេះជាពេលវេលាមួយដែលយើងចាប់ផ្ដើមនៃការ set up profile ដើម្បីយើងបាន login ចូលទៅក្នុង Windows អញ្ចឹងដំបូងឡើយយើងចាប់ផ្ដើមតាក់ទងជាមួយនឹងការ set up ម្ដងទៀតហើយតាក់ទងជាមួយនឹង bot អញ្ចឹងជាធម្មតាគឺយើងអាច state ទៅ yes ដោយសារយើងត្រូវការប្រើប្រាស់ភាសាអង់គ្លេសម្ដងទៀតគឺយើង set up តាក់ទងជាមួយនឹង keyboard អញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹង keyboard យើងគឺជា keyboard ប្រភេទជា international បើយើងរើសខុសពីហ្នឹងអញ្ចឹងនៅពេលណាដែលយើងវាយ keyboard គឺវាអត់គេហៅថាអត់ដំណើរការល្អឧទាហរណ៍ថាយើងវាយ A ចេញ B ចេញ C ហើយ keyboard អាចនឹងប្រើប្រាស់ខុសៗគ្នាអញ្ចឹងយើងមានតែ international ទេអញ្ចឹងយើងចុច yes អូខេកន្លែងនេះតើតើជាមួយនឹងការតែតម្លើង keyboard បន្ថែមទៀតបើសិនក្នុងករណីមួយថាយើងប្រើ tablet ឬក៏យើងចង់បង្កើត layout មួយទៀតដែលយើងប្រើប្រាស់ keyboard វិញមិនបាច់ចាំបាច់ប្រើ keyboard នៅខាងក្រៅដែលជាប្រភេទ output ហើយវាមានសារៈសំខាន់ផងដែរជាពិសេសបើយើងប្រើជា tablet អញ្ចឹងកន្លែងនេះយើងមិនត្រូវការទេយើងអាច skip វាចោលទៅ
ហ្នឹងហើយចំណុចបន្ទាប់គឺកន្លែងនេះគេសួរយើងថាតើយើងចង់ set up ជាលក្ខណៈតខ្លួនឬក៏យើង set up ជាលក្ខណៈអង្គភាពអញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងរើសយកលក្ខណៈតខ្លួនប្រើប្រាស់លក្ខណៈតខ្លួនសោះយើង select លើខាងលើបន្ទាប់មក option ខាងលើជម្រើសខាងលើបន្ទាប់មកចុចបន្តទៀត next អូខេត្រង់ចំណុចនេះគឺវាមានសារៈសំខាន់ណាស់បើសិនជាយើងបង្កើតគណនីមួយអញ្ចឹងវានឹងយកគណនីហ្នឹងធ្វើជា account ដែលសម្រាប់ឲ្យយើង log ចូលទៅក្នុងកុំព្យូទ័រហ្នឹងគឺកន្លែងហ្នឹងវាជាប្រភេទគេហៅថាជាសុវត្ថិភាពមួយខ្ពស់ដែរសម្រាប់Microsoft ឲ្យវា link ជាមួយនឹងគណនីតខ្លួនរបស់យើងអញ្ចឹងងាយស្រួលក្នុងការគ្រប់គ្រងអញ្ចឹងក្នុងកន្លែងនេះបើសិនលោកអ្នកមាន email មានលេខទូរស័ព្ទឬក៏មាន Skype account អញ្ចឹងលោកអ្នកអាចយកមកប្រើប្រាស់បានផ្ទុយទៅវិញបើលោកអ្នកមិនមានទេលោកអ្នកអាចបង្កើតវានៅលើកន្លែងហ្នឹងក៏បានដែរមួយវិញទៀតយើងអាច log ជាមួយនឹង security key ក្នុងករណីមួយដែលយើងចង់បង្កើតជា security key ចំណែកឯជំរើសមួយទៀតគឺជាជំរើសមួយដែលយើងបង្កើត account នៅក្នុង Windows ហ្នឹងដោយ offline ដោយយើងមិនបង្កើត email យើងមិនបង្កើតតាមរយៈ security key អញ្ចឹងយើងអាចជ្រើសរើសយក offline ในនេះខ្ញុំជ្រើសរើស offline account select អូខេត្រង់ចំណុចនេះដែលគឺជាកន្លែងដែលយើងអាចបង្កើតដាក់ឈ្មោះនៅគណនីរបស់យើងដើម្បី log ចូលក្នុង Windows ប្រើប្រាស់ឬក៏ហៅម្យ៉ាងទៀតគេហៅថា Windows user ជាងកន្លែងនេះខ្ញុំអាចបង្កើតថាដាក់ឈ្មោះថាជា user ត្រង់កន្លែងនេះប្រិមិត្តអាចដាក់ឈ្មោះខ្លួនឯងក៏បានតាមអ្វីដែលយើងចូលចិត្តប៉ុន្តែនេះជាឧទាហរណ៍ខ្ញុំគ្រាន់តែដាក់ user ទេអញ្ចឹងកន្លែងនេះយើងបន្ទាប់ពីយើងដាក់បង្កើតឈ្មោះយើងអាចចុច next អញ្ចឹងគឺកន្លែងនេះគឺយើងត្រូវបង្កើត password អញ្ចឹងនៅកន្លែងនេះខ្ញុំចង់ឲ្យប្រិមិត្តបានដឹង highlight កន្លែងនេះឲ្យដឹងជាចំណុចអញ្ចឹងកន្លែងនេះគឺគ្រាន់តែជា recommend យើងថាគេឲ្យយើងប្រើ account online វិញវាសុវត្ថិភាពជាងវាល្អជាងដោយសារតែវាមាន security ខ្ពស់ដើម្បីការពារពីជនអនាមិកណាមួយដែលមានបំណងចង់ចូលទៅកុំព្យូទ័ររបស់លោកអ្នកដោយមានការអនុញ្ញាតក្នុងន័យនេះសំដៅទៅលើនៅពេលដែលលោកអ្នកទុកកុំព្យូទ័រចោលឬក៏កុំព្យូទ័ររបស់លោកអ្នកត្រូវបានបាត់ឬក៏ម្យ៉ាងមួយទៀតគឺត្រូវបានចោលអូខេកន្លែងនេះគឺលោកអ្នកអាចដាក់ password បានប៉ុន្តែខ្ញុំឧទាហរណ៍ក្នុងនេះខ្ញុំអត់ដាក់ password ទេអញ្ចឹងខ្ញុំនឹងចុច next បន្តទៀតអូខេត្រង់ចំណុចនេះលោកអ្នកអាចជ្រើសរើសជាលក្ខណៈ privacy setup ទៅលើ device របស់លោកអ្នកអញ្ចឹងចំណុចកន្លែងនេះខ្ញុំ click default ខ្ញុំ click យក accept បន្ទាប់មកលោកអ្នកអាចគូស tick ទៅលើតាមប្រអប់មួយដើម្បីបានជាលក្ខណៈបទពិសោធន៍តាក់ទងជាមួយនឹងការប្រើប្រាស់នៅ Windows 10 Pro ប៉ុន្តែកន្លែងនេះខ្ញុំមិនជ្រើសរើសទេដោយសារតែខ្ញុំអាច add វាបន្ថែមតាមក្រោយទៀតឬក៏ខ្ញុំមិនចាំបាច់ប្រើប្រាស់នៅពេលឥឡូវនេះអញ្ចឹងខ្ញុំចុចលើ skip អូខេដូចគ្នាដែរតាក់ទងជាមួយនឹងកន្លែងនេះយើងមិនចាំបាច់ទេបើលោកអ្នកគិតថាចាំបាច់យកទៅនេះតាក់ទងជាមួយនឹងការដែលដូចជាប្រភេទ AI ក្នុងការជួយ search រកព័ត៌មាននៅក្នុង device របស់លោកអ្នកអញ្ចឹងនេះខ្ញុំបញ្ជាក់អានេះយើងអាច add បន្ថែម add service បន្ថែមប៉ុន្តែបច្ចុប្បន្នកាលខ្ញុំមិនចាំបាច់ទេខ្ញុំ click យក not now អូខេឥឡូវនេះគឺWindows យើងបានសម្ឡើងដល់ stop ចុងក្រោយតែចឹងទេវានឹងទាមទារប្រហែលជា 2-3 នាទីក្នុងការបង្កើត
ថា Windows យើងបានដល់ចំណុចមួយបង្ហាញទៅជាមួយនឹង desktop ទៅទៅ screen ហើយអញ្ចឹងទេហើយយើងអាចបិទក៏បានយើងអាច continue បានតែកន្លែងនេះ click យកបិទទៅចុះអញ្ចឹងឥឡូវនេះគឺប្រិមិត្តលោកស្រីយើងអាចមើលឃើញថា Windows យើងត្រូវបានដំឡើងដោយជោគជ័យអញ្ចឹងយើងចង់ដឹងថាតើ Windows ហ្នឹងយើងអាចចូលមើលនៅក្នុង My Computer យើងរើសយក property របស់ខ្ញុំសម្លេចយក Windows Explorer សិនបន្តមកខ្ញុំ right លើ this computer ខ្ញុំជ្រើសរើសយក property ជាងវានឹងបង្ហាញ screen setup ជាកន្លែងនេះយើងអាចមើលឃើញថា spec computer device របស់លោកអ្នកមាន capacity ប៉ុន្មាន maximum screen បន្តិចមកខ្ញុំ select ចុះក្រោម scroll down វាមកចុះក្រោមរហូតមកលោកអ្នកនឹងឃើញកន្លែងនេះដែលវាបង្ហាញអំពីព័ត៌មានលម្អិតអំពីតើ Windows របស់លោកអ្នក version អីគឺឥឡូវយើងឃើញហើយគឺ edition គឺ Windows 10 Pro ចំណែក version គឺ 22.82 អញ្ចឹងការដំឡើងនៅថ្ងៃទី18ខែ11ឆ្នាំ2025 OS build គឺលេខកូដអូខេខ្វែងសិនចុះ OS build គឺជាប្រភេទលេខកូដវាអញ្ចឹងអរគុណច្រើនសូមតាមដានទស្សនានៅវីដេអូបន្តទៀត